បងប្អូនទាំងអស់គ្នានៅក្នុងការរស់នៅជួនកាលយើងជួបប្រទះនៅគ្រាដ៏គួរឲ្យភ័យស្លន់ស្លោរាល់អ្វីហាក់ដូចជាល្អឥតខ្ចោះប៉ុន្តែស្រាប់តែអ្វីទាំងអស់ត្រូវបញ្ឈប់គម្រោងដែលកំពុងដំណើរការទៅមុខយ៉ាងលឿនស្រាប់តែត្រូវបានកាត់ផ្តាច់ធ្វើការហើយទំនាក់ទំនងដែលគិតថាស្ថិតស្ថេរជារៀងរហូតក៏ចាប់ផ្ដើមមានស្នាមប្រេះស្រាំយើងហៅវាថាជាវិបត្តិហើយយើងមានអារម្មណ៍អស់សង្ឃឹមពិធីមង្គលការនៅភូមិកាណាក៏មានសភាពបែបនោះដែរនៅចំកណ្ដាលពិធីបុណ្យដែលនៅភូមិទាំងមូលគួរតែសប្បាយរីករាយអ្វីដែលសំខាន់បំផុតគឺស្រាខាញ់បែរជាអស់លីងនៅក្នុងសង្គមលូដាស្រាខាញ់មិនមែនគ្រាន់តែជាភេសជ្ជៈប៉ុណ្ណោះទេប៉ុន្តែវាជានិមិត្តរូបនៃសេចក្តីអំណរនិងភាពរបួសការដែលអស់ស្រានេះមានន័យថាពិធីជប់លីងនេះនឹងត្រូវបញ្ចប់ទៅដោយភាពអាម៉ាស់និងការរិះគន់នៅក្នុងពិធីជប់លីងនៃជីវិតតើគ្រាណាដែលបងប្អូនខ្លាចបំផុតគឺនៅពេលដែលអ្វីដែលធ្លាប់តែមានជាធម្មតាស្រាប់តែបាត់បង់ទៅម៉ារ៉េជាមេដារបស់ព្រះយេស៊ូវមិនបានស្លន់ស្លោក្នុងគ្រានៃការខ្វះខាតនេះទេប៉ុន្តែនាងបានទៅរកព្រះយេស៊ូវហើយបានបង្គាប់ដល់ពួកអ្នកម្ដាយថាទ្រង់ប្រាប់ឲ្យធ្វើអ្វីក៏ធ្វើតាមចុះភាសាក្រិកភយយោពាក្យនេះមិនមែនគ្រាន់តែជាការងក់ក្បាលយកព្រមប៉ុណ្ណោះទេប៉ុន្តែវាមានន័យថាជាការចាប់ផ្ដើមនៅផែនការសកម្មភាពជាក់ស្ដែងនៅក្នុងទីតាំងនៃជីវិតរបស់បងប្អូនយូហាន 2:5 យើងច្រើនតែគិតថានៅពេលមានការខ្វះខាតកើតឡើងជីវិតត្រូវបញ្ចប់ប៉ុន្តែនៅក្នុងព្រះគ្រីស្ទការខ្វះខាតមិនមែនជាគ្រោះមហន្តរាយទេតែវាគឺជាចំណុចផ្លាស់ប្ដូរដែលយើងត្រូវប្រកល់អធិបតេយ្យឲ្យភាពនៃជីវិតពីខ្លួនយើងទៅថ្វាយព្រះយេស៊ូវវិញតើធម៌ពលរបស់បងប្អូនអស់លីងហើយយូរតើទំនាក់ទំនងរបស់បងប្អូនធ្លាក់ចុះដល់ចំណុចទីបំផុតហើយមែនទេនោះហើយគឺជាពេលវេលាមេដែលអភូតហេតុនៃព្រះរាជរបស់ព្រះចាប់ផ្ដើមទីសម្គាល់ដំបូងដែលព្រះយេស៊ូវបានប្រែទឹកឲ្យទៅជាស្រាខាញ់នេះមិនមែនគ្រាន់តែជាការជួយក្នុងពិធីជប់លីងប៉ុណ្ណោះទេនេះគឺជាការប្រកាសដ៏អស្ចារ្យចំពោះមនុស្សលោកតម្លៃទឹកនៅក្នុងពីងទាំងនោះគឺសម្រាប់ពិធីជំនះកាយតាមច្បាប់វិន័យទោះបីជាយើងលេងជំនះប៉ុណ្ណាក៏ដោយក៏អំពើបាបនិងការស្រេកឃ្លានក្នុងចិត្តរបស់យើងមិនអាចដោះស្រាយបានឡើយព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតចាស់ដែលសាបដូចទឹកឲ្យទៅជាស្រាខាញ់នៃសេចក្តីអំណរនេះគឺជាការបង្ហាញជាមុនអំពីលោហិតដែលព្រះយេស៊ូវនឹងត្រូវបង្ហូរនៅលើឈើឆ្កាំងនៅពេលខាងមុខការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាព្រឹត្តិការណ៍ដែលផ្លាស់ប្តូរជីវិតដែលពោរពេញដោយការខ្វះខាតរបស់យើងឲ្យទៅជាពិធីជប់លីងនៃជីវិតអស់ក្លឹបជានិច្ចស្រាខាញ់នៃលោកីនេះប្រកាសជានឹងអស់ទៅប៉ុន្តែជីវិតដែលព្រះយេស៊ូវប្រទល់ឲ្យនឹងមិនដែលរីងស្ងួតឡើយតើបងប្អូនកំពុងជួបប្រទះនៅការអស់កម្លាំងផ្លូវចិត្ត burnout នៅក្នុងជីវិតមែនទេចូលយាងព្រះយេស៊ូវចូលមកក្នុងកន្លែងនៃភាពខ្វះខាតនោះចូលទទួលស្គាល់ភាពតឹងខ្សោយរបស់ខ្លួនហើយធ្វើតាមព្រះបន្ទូលរបស់ទ្រង់នោះជីវិតរបស់បងប្អូននឹងឈានហួសពីភាពអាម៉ាស់ហើយក្លាយជាផ្ទះនៃពិធីជប់លីងដែលពោរពេញទៅដោយសេចក្តីអំណរនៃស្ថានសុខសូមប្រទានព្រះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យបងប្អូនជឿលើដំណឹងល្អនៅឈើឆ្កាងហើយចូលរួមក្នុងពិធីជប់លីងនៃជីវិតនោះក្នុងនាមជាតួអង្គែកនៅថ្ងៃនេះ